អ៊ីស្រាអែលវាប្រហារតាមអាកាសមិនបន្ធូរដៃលើសាលារៀននៅហ្គាហ្សានាំឲ្យពលរដ្ឋប៉ាឡេស្ទីន33នាក់ស្លាប់រដូវរណែលការវាប្រហារតាមអាកាសជាថ្មីពីសំណាក់អ៊ីស្រាអែលទៅលើសាលារៀនចំនួន3កន្លែងនៅតំបន់ហ្គាហ្សាដែលជាជំរកសម្រាប់ឲ្យប្រជាជនប៉ាឡេស្ទីនជ្រកកោនបណ្ដោះអាសន្ននោះបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់33នាក់និងជាង100នាក់ទៀតរងរបួសធ្ងន់និងស្រាលប្រពន្ធពីសារព័ត៌មានអាល់ចាសារ៉ាបានបន្តថាការវាប្រហារថ្មីនេះគឺផ្ដោតលើសាលារៀននៅក្នុងសង្កាត់ទូហ្វានៃទីក្រុងហ្គាហ្សាហើយសាលារៀនមួយទៀតឈ្មោះថាដាអាល់អាកាន់ត្រូវបានវាប្រហារដោយមីស៊ីលយ៉ាងតិច4គ្រាប់នាំឲ្យមនុស្ស29នាក់ក្នុងនោះមានកុមារ18នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងការវាប្រហារមួយកន្លែងទៀតគឺសំដៅទៅលើសាលារៀន Fa'at ហើយបានបណ្ដាលឲ្យមនុស្ស4នាក់ស្លាប់និងមួយទៀតនៅសាលារៀន Shaban al-Rajis ប៉ុន្តែចំនួនអ្នកស្លាប់នៅសាលានោះមិនទាន់ដឹងច្បាស់នៅឡើយទេយោធាអ៊ីស្រាអែលបានអះអាងថាការវាប្រហារនេះមានបំណងផ្ដោតទៅលើទីតាំងបញ្ជាការរបស់ក្រុមហាម៉ាស់ប៉ុន្តែមិនច្បាស់ថាទីតាំងវាប្រហារនោះមានសាលារៀនឬអត់នោះទេយ៉ាងណាមិញការវាប្រហារលើទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនដែលកំពុងតែភៀសខ្លួនបានធ្វើឲ្យអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសមួយចំនួនក៏បានថ្កោលទោសអ៊ីស្រាអែលផងដែរចំពោះការសម្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាបុគ្គលិកសង្គ្រោះបន្ទាន់និងអន្តរជាតិបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើហិង្សានេះការឡោមព័ទ្ធនិងវាយប្រហារឥតឈប់ឈរនៅហ្គាហ្សាបានធ្វើឲ្យវិបត្តិមនុស្សធម៌នៅហ្គាហ្សារីកកាន់តែធំឡើងខណៈដែលប្រជាជននៅទីនោះកំពុងតែខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ